នៅពេលដែលនិយាយដល់ទឹកដីដែលមានចម្ងាយឆ្ងាយនិងសម្បូរទៅដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលក្នុងប្រទេសកម្ពុជាតំបន់ភូមិភាគឦសានតែងតែជាគោលដៅទីមួយដែលយើងនឹងដល់សម្រាប់រដូវកាលបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះផែនទីនៃដំណើរកម្សាន្តរបស់ពួកយើងបានដើរទៅកាន់ខេត្តទាំង4នៃទឹកដីឦសានហើយសម្រាប់ភាគទី1នេះគឺជាដំណើររបស់យើងទៅកាន់ខេត្តកញ្ចេះនិងខេត្តស្ទឹងត្រែងអូខេសួស្តីអ្នកនរគ្នាមកកាន់វីដេអូដំណើរកម្សាន្តទៅកាន់ភូមិភាគឦសានថ្ងៃទី1ហើយបើកវីដេអូមកថ្ងៃនេះរៀងប្លែកបន្តិចដោយសារតែអត់ឃើញយើងនៅតាមផ្លូវឬក៏រៀបចំអីទេគឺមកដល់ទីតាំងមួយតែម្ដងអញ្ចឹងឥឡូវនេះខ្ញុំកំពុងនៅប្រាសាទគុកនគរនៅក្នុងខេត្តកំពង់ធំនៅម្ដុំតាំងគោកហើយឥឡូវហ្នឹងម៉ោង8កន្លះហើយអញ្ចឹងយើងគោលដៅថ្ងៃទី1របស់យើងទៅខេត្តកញ្ចេះអញ្ចឹងដោយសារតែថ្ងៃនេះថ្ងៃអាទិត្យហើយនៅសល់តែ2ថ្ងៃទៀតគឺចូលឆ្នាំខ្មែរយើងហើយអញ្ចឹងតាមផ្លូវគឺស្ទះខ្លាំងមែនទែនប្រជាជនយើងគាត់ធ្វើដំណើរទៅកាន់ភូមិសុខកំណើតអញ្ចឹងណាដោយសារប្រាសាទនេះខ្ញុំមានកម្រងចូលប្រហែលដងហើយតាំងពីជើងមុនដែលយើងជិះទៅសៀមរាបហ្នឹងគឺខ្ញុំចង់ឈៀងចូលប៉ុន្តែអត់មានពេលសោះអញ្ចឹងលើកនេះដោយសារយើងជិះកាត់ម្ដងទៀតហើយអញ្ចឹងយើងមកឲ្យបានហើយទីទៀតខ្ញុំនឹងដើរចូលមើលបរិវេណនៅខាងក្នុងហ្នឹងហើយបន្តមកចាំយើងបន្តដំណើរទៅមុខទៀតប្រាសាទគុកនគរមានទីតាំងស្ថិតនៅឃុំពង្រោស្រុកតាំងគោកខេត្តកំពង់ធំដែលទីតាំងស្ថិតនៅក្នុងវត្តគុកនគរតែម្ដងប្រាសាទនេះកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ក្នុងសតវត្សទី11តាមរចនាបថឃ្លាំងហើយមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទទន្លេបាទីដែរទោះបីជាតួប៉មប្រាសាទនេះភាគច្រើនធ្វើពីថ្មបាយក្រៀមប៉ុន្តែបុព្វបុរសខ្មែរយើងបានប្រើថ្មភក់ដើម្បីឆ្លាក់តុបតែងលម្អនៅបរិវេណទ្វារនិងហោជាងយ៉ាងមានភាពល្អប្រណិតចាក់ចេញពីប្រាសាទគុកនគរយើងក៏បន្តដំណើរកម្សាន្តរបស់យើងបន្តទៀតទៅកាន់ខេត្តកញ្ចេះពួកយើងចេញដំណើររៀងយឺតនៅថ្ងៃនេះដោយសារតាមផ្លូវមានសភាពមមាញឹកដោយសារមានបងប្អូនយើងជាច្រើនធ្វើដំណើរទៅកាន់ភូមិស្រុកកំណើតដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅថ្ងៃខាងមុខនេះហើយសម្រាប់ផ្លូវដែលយើងត្រូវធ្វើដំណើរទៅកាន់ខេត្តកញ្ចេះថ្ងៃនេះវិញពួកយើងសម្រាប់ជិះតាមចំការលើកាត់តាមស្ទឹងត្រង់និងស្រុកកោះឆ្មារវិញដោយសារចង់ជិះផ្លូវថ្មីចង់ស្គាល់និងចង់ឃើញទិដ្ឋភាពតំបន់នេះផងដែរអូខេអញ្ចឹងឥឡូវយើងមកដល់ចការលើហើយឈប់សម្រាកនៅកាហ្វេបន្តិចទីទៀតយើងចេញបន្តដំណើរទៅមុខទៀតដោយសារតែមេឃរៀងក្តៅហើយនោះគាត់ងុយដេកអញ្ចឹងដេកទៅអញ្ចឹងសម្រាប់ប្រហែលជា20នាទីហើយទីទៀតយើងបន្តដំណើរទៅមុខទៀតទោះបីបានសម្រាប់បន្តិចក្តីប៉ុន្តែមេឃនៅតែក្តៅសម្រាប់ការធ្វើដំណើរកម្សាន្តនៅខែនេះអញ្ចឹងយើងត្រូវបញ្ញាបន្តិចដើម្បីឲ្យបានទៅដល់ខេត្តកញ្ចេះមុនថ្ងៃត្រង់ចម្ងាយផ្លូវទៅកាន់ខេត្តកញ្ចេះតាមផ្លូវនេះមានចម្ងាយប្រហែល240គីឡូម៉ែត្រដែលប្រហាក់ប្រហែលគ្នានឹងយើងជិះតាមកំពង់ចាមដែរទោះបីជាផ្លូវនេះមានសភាពមិនធំទូលាយដូចផ្លូវជាតិលេខ7ប៉ុន្តែយើងបានមើលទេសភាពប្លែកៗតាមដងផ្លូវនេះជាពិសេសខេត្តកំពង់ចាមនេះជាខេត្តមួយដែលសម្បូរទៅដោយវត្តបុរាណនិងផ្ទះបុរាណជាច្រើនដែលមានអាយុកាលជិត100ឆ្នាំជិះមកដល់ផ្លូវដែលមានទិដ្ឋភាពបែបនេះបានធ្វើឲ្យអារម្មណ៍យើងរៀងស្រស់ស្រាយបន្តិចដែរព្រោះចាប់តាំងពីចេញពីភ្នំពេញមកចរាចរណ៍តាមផ្លូវគឺមមាញឹកខ្លាំងមែនទែនដែលតម្រូវឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់និងផ្ដោតអារម្មណ៍ពេលធ្វើដំណើរចំពោះស្ថានភាពផ្លូវវិញគឺស្រួលដូចអ្វីដែលយើងបានឃើញអញ្ចឹងប៉ុន្តែពេលមកដល់ស្រុកឆ្លងយើងក៏ត្រូវវៀងចូលតាមផ្លូវគ្រួសក្រហមមួយនេះចម្ងាយប្រហែល5គីឡូម៉ែត្រ
មេឃក៏ក្តៅផ្លូវក៏ហុយជិះសុកក៏ត្រូវដុំថ្មមួយឃ្វាតពីម៉ូតូខ្លួនឯងត្រូវមេជើងប៉ុន្តែក៏ទ្រាំជិះទាំងឈឺថាចាំដល់ផ្លូវកស៊ូវិញចាំឈប់ប៉ុន្តែទម្រាំជិះផុតផ្លូវនេះជើងក៏បាត់ឈឺបន្តិចហើយក៏សម្រេចចិត្តជិះឲ្យបានទៅដល់ក្រុងកាចេះតែម្ដងកាលណាគេមកលេងខេត្តកាចេះគេតែងតែនឹកឃើញកន្លែងទេសចរមួយនោះគឺព្រៃកាំពីនិងការជិះទូកមើលផ្សោតនៅតាមដងទន្លេមេគង្គជាពិសេសបើយើងមកដើរលេងចំខេត្តទឹកស្រកបែបនេះវិញយើងក៏អាចជិះសាឡាងទៅលេងកោះមួយចំនួនផងដែរនៅតាមដងទន្លេមេគង្គនេះដែលទីតាំងកោះទាំងនោះមិនមានចម្ងាយឆ្ងាយពីក្រុងកាចេះប៉ុន្មានទេជាពិសេសកោះត្រង់ដែលមានទីតាំងស្ថិតនៅទល់មុខនឹងទីរួមខេត្តកាចេះតែម្ដងប៉ុន្តែគួរឲ្យសោកស្ដាយដែលលើកនេះពួកយើងពុំបានទៅលេងនៅកោះត្រង់ដោយសារអាកាសធាតុពេលនេះរៀងក្តៅពេកអញ្ចឹងបើយើងបានមកលេងខេត្តកាចេះលើកក្រោយយើងនឹងចូលទៅលេងកោះត្រង់ម្ដងដើម្បីភ្លក់រសជាតិក្រូចថ្លុងនៅកោះនោះដែលគ្រប់គ្នាតែងតែថាជាក្រូចថ្លុងដែលឆ្ងាញ់ជាងគេក្នុងប្រទេសកម្ពុជា12កន្លះយើងមកដល់កាចេះហើយអញ្ចឹងតែកំពុងនៅកន្លែងដេកថាអត់ទាន់ check in នេះហើយគាត់ថាទៅញ៉ាំបាយសិនបានមក check in វិញហើយអូមេឃក្តៅខ្លាំងខ្ញុំអត់បានផឹកទឹកឡើងឆ្លេមមាត់មកឥឡូវយើងមកដល់ហើយញ៉ាំបាយម្ហូបពីមុខចូលគ្រឿងស៊ីមរៀបមួយនឹងពងទាថៃរ៉ូម៉ាហើយនេះជាជីកាត់ទៅឃើញចូលហ្មងទៅហើយអត់ដឹងញ៉ាំអីអញ្ចឹងញ៉ាំម្ហូបចំអនធម្មតាហើយយើងញ៉ាំហើយចាំយើងទៅគេងវិញយើងបានទុកពេលថ្ងៃត្រង់ដល់ម៉ោង3ជាពេលដែលយើងសម្រាកឬធ្វើដំណើរបានដោយសារយើងដើរលេងច្រើនថ្ងៃនិងចំរដូវក្តៅខ្លាំងផងយើងមិនអាចយកពេលនេះទៅដើរកម្សាន្តតាមទីកន្លែងផ្សេងៗបានឡើយសម្រាប់ពេលល្ងាចនេះវិញយើងនឹងធ្វើដំណើរទៅកាន់ព្រៃកាំពីដើម្បីជិះទូកមើលផ្សោតនៅក្នុងទន្លេមេគង្គនេះដោយចម្ងាយពីក្រុងកាចេះទៅកាន់កន្លែងមើលផ្សោតនេះមានចម្ងាយប្រហែល15គីឡូម៉ែត្រដែលយើងធ្វើដំណើរតាមដងទន្លេមេគង្គដែលមានទេសភាពយ៉ាងស្រស់ស្អាតការជិះទូកមើលផ្សោតនេះមានតម្លៃ 50,000 រៀលសម្រាប់មួយទូកដែលយើងអាចជិះបានដល់5ទៅ6នាក់ប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ជិះបន្តឲ្យទៅដល់កោះបរមចារីវិញតម្លៃមួយទូកគឺ 10,000 រៀលផ្សោតទឹកសាបជាសត្វមួយដែលកម្រនិងជិតផុតពូជនៅក្នុងប្រទេសកម្ពុជាយើងផ្សោតនេះមានរូបរាងខុសពីគេដោយវាមានក្បាលមូលគ្មានចំពុះវែងដូចផ្សោតសមុទ្រទេអន្លង់ផ្សោតកាំពីនេះជាកន្លែងដែលមានសត្វផ្សោតរស់នៅច្រើនជាងគេបើប្រៀបធៀបទៅនឹងអន្លង់ផ្សោតទាំង8ដែលមានវត្តមាននៅទន្លេមេគង្គនេះអូខេឥឡូវយើងមកដល់ក្រុងវិញហើយឥឡូវហ្នឹងកំពុងអង្គុយនៅមាត់ទន្លេហើយកន្លែងដែលយើងគេងហ្នឹងគឺនៅមាត់ទន្លេហ្នឹងហ្មងអ្នកនរគ្នាខាងមុខនោះក៏កោះត្រង់ហើយឃើញនៅក្រៅហ្នឹងឃើញមានគេដាក់តុដាក់អីអង្គុយញ៉ាំអីចឹងឈៀលទេណាហើយកន្លែងនោះប្រហែលជាមានគេចាក់ខ្សាច់បានមើលទៅទឹកទន្លេវារៀងរាក់អញ្ចឹងគេអាចចុះទៅលេងនៅហ្នឹងបានអូខេអ្នកនរគ្នាឥឡូវម៉ោង7យើងចេញទៅរកអីញ៉ាំហើយថ្ងៃមិញហ្នឹងឃើញមានស្រាំងទឹកកាពិនៅចិត្តហ្នឹងដែរអញ្ចឹងដើរទៅមកបាច់ជិះម៉ូតូទេឥឡូវយើងកំងសាច់ហើយអញ្ចឹងដើរមកកាត់វិញឃើញកន្លែងនេះមនុស្សច្រើនហើយកន្លែងដែលយើងចង់ញ៉ាំហ្នឹងគេបិទអញ្ចឹងយើងចូលនេះមកបែរគេឆ្ងាញ់ណាស់បានគេមនុស្សច្រើនអូខេអ្នកនរគ្នា
sẽ nít ngang vào cái men cho bạn mà đời chởn môi chởn miền là mẹ trồi nham miền của mẹ chọc ngang cho là cái màu cái trái ấy về dục ở đây nhà mấy anh là xả lại như bạn ok nè khi chẳng phải có một can thằng này đi bí là đi dương ở vùng nơi khai cái trái người những người liên lạc chẳng màu đọc chiền ở những tâm thằng hợp đấy hơi thì tiết dương check out hơi skip breakfast thì nhà mấy về thằng ngày một hơi còn lại dương ngày nít cứ dương tất cả khai tâm nàyពួកយើងបានទៅញ៉ាំបាយថ្ងៃនៅកន្លែងដែលញ៉ាំពីម្សិលមិញមុននឹងធ្វើដំណើរបន្តទៅខេត្តស្ទឹងត្រែងដោយសារចិត្តចូលឆ្នាំខ្មែរអញ្ចឹងធ្វើឲ្យម្ចាស់ហាងមួយចំនួនបានបិទទ្វារដែលធ្វើឲ្យពិបាកបន្តិចក្នុងការរកអីញ៉ាំប៉ុន្តែបន្ទាប់ពីញ៉ាំអីហើយយើងក៏ឆ្លៀតពេលបន្តិចដើម្បីជិះមើលទិដ្ឋភាពនៅក្នុងក្រុងកាចេះបន្តិចហើយអារម្មណ៍ដំបូងដែលទទួលបានពីក្រុងកាចេះគឺមានសោភ័ណភាពស្តៀងនឹងក្រុងបាត់ដំបងដោយសារនៅទីនេះក៏មានសេសសល់ផ្ទះពីចំនួនបារាំងនៅម្ដុំផ្សារដែរហើយជាមកផ្សារនេះក៏ចង់មើលថាតើក្រុងកាចេះមានអ្វីប្លែកខ្លះបើប្រៀបធៀបទៅនឹងខេត្តដទៃជាទូទៅយើងអាចស្វែងយល់ពីជីវភាពនិងបរិបទនៃការរស់នៅក្នុងខេត្តនីមួយៗតាមរយៈផ្សារនេះឯងដោយសារទីនេះជាចំណុចកណ្ដាលនៃសេដ្ឋកិច្ចហើយរាល់ផលិតផលដាក់លក់នៅទីនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រជាជននិងធម្មជាតិនេះជាខែនឹងភ្ញៀវបៃតងភ្ញៀវបៃតងភ្ញៀវបៃតងដូចជាភ្ញៀវតែវាបោះវាដាវต้มไม่เหมือนដូចជាដូចភ្ញៀវต้มជួរចូលទៅទិញបានភ្ញៀវបៃតងមកនេះបីលក់មួយសិនតែមានអារម្មណ៍ថាបងដូចគាត់ញ៉ាំអានេះដល់ខ្លួនឡើងមានដំណឹងឡើងឯងដល់ពេលដែរឃើញណាអានេះមកវៀតណាមយកមកពីវៀតណាមជឿដូចគ្នានោះជឿដូចគ្នាចឹងដំណើរកម្សាន្តរបស់យើងនៅក្នុងខេត្តកោះចេះក៏បានបញ្ចប់ហើយយើងបន្តដំណើររបស់យើងទៅកាន់ខេត្តស្ទឹងត្រែងប្រហែលជាម៉ោង 1 ថ្ងៃត្រង់ពួកយើងធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែងតាមផ្លូវកាំពីដោយសារចង់ជិះតាមផ្លូវក្នុងភូមិដើម្បីមើលទេសភាពដងទន្លេមេគង្គយើងសង្កេតឃើញតាមដងផ្លូវនេះក៏មានផ្ទះបុរាណច្រើនគួរសមដែរព្រោះថាផ្លូវនេះហើយជាផ្លូវដែលយើងអាចធ្វើដំណើរទៅកាន់ព្រះវិហារសសរ100ទោះបីជាលើកនេះពួកយើងអត់បានឈានចូលវត្តនេះដែលជាវត្តមួយដ៏ល្បីនិងមានវ័យចំណាស់នៅក្នុងខេត្តកោះចេះប៉ុន្តែបើតាមការស្រាវជ្រាវវិហារវត្តសសរ100នេះគឺសាងសង់នៅចំទីតាំងរាជវាំងនគរសុំភបុរៈនៃអាណាចក្រចេនឡាតែម្ដងជាឡៃសំណាំក្នុងចំណោមខេត្តទាំង4នៅភូមិភាគឦសាននេះទីរួមខេត្តកោះចេះនិងខេត្តស្ទឹងត្រែងនេះហើយជាខេត្តដែលខ្ញុំមិនដែលបានមកលេងតតែសោះដែលគ្រាន់តែធ្លាប់ជិះកាត់ដើម្បីទៅខេត្តរតនគិរីតែប៉ុណ្ណោះច
ចេញពីខេត្តកញ្ចេះបានបន្តិចក៏ឃើញសាំងសល់តែមួយកាំហើយគិតថាចាំចាក់តាមផ្លូវប៉ុន្តែក៏ថាសាំងភិកច្រើនបានបិទធ្វើឲ្យរឿងបុកពោះភ័យតិចៗដែរហើយឥឡូវយើងចុះចាក់សាំងមិនសាំងទឹកអីថាអត់កន្លែងចាក់ទៀតបដាហើយដល់ស្ទឹងត្រែងហ្មងអត់មែនពូអត់2000អរគុណខ្ញុំជិះដោយមានទំនុកចិត្តវិញហើយខ្ញុំលេងខ្ញុំក៏អាជីវៈឃើញស្ដីទី50 60គីឡូទៅពីកណ្ដាលសាងហើយជិះម៉ូតូតាមផ្លូវស្ងាត់មិនសូវមានមនុស្សក៏ផុសចេញអារម្មណ៍មួយគិតថាហេតុអ្វីក្មេង introvert ម្នាក់ដែលនៅតែក្នុងបន្ទប់លេងហ្គេមនិងមិនដែលដើរលេងចេញទៅណាបានប្រែក្លាយមកហ៊ានជិះម៉ូតូឆ្លងខេត្តតែពីរនាក់ដៃគូហើយមានចម្ងាយឆ្ងាយបែបនេះប៉ុន្តែគ្រប់យ៉ាងកើតឡើងពីក្តីស្រឡាញ់ការចង់ចេះចង់ដឹងចង់ឃើញអ្វីដែលថ្មីដែលបណ្ដាលឲ្យយើងខិតខំពុះពៀនិងកែប្រែខ្លួនឯងដើម្បីសាកល្បងអ្វីដែលថ្មីព្រោះដូចជាពាក្យមួយដែលគេនិយាយថា10ឆ្នាំមានប្រមាណដងអូខេឥឡូវយើងដូចជាជិះបាន100គីឡូហើយពីកញ្ចេះមកអញ្ចឹងឈប់សម្រាប់នៅតាមផ្លូវតិចដុំនេះគេហៅអូប្រេះដូចជាអូប្រេះមិនក្តៅប្រទេសក្នុងរងអត់នៅសាហាវអូខេអញ្ចឹងយ៉ាអត់មានអីអាប់ដែរទេថ្ងៃនេះគឺជិះម៉ូតូសតហើយហ្នឹងហើយឈប់សម្រាប់បន្តិចទៅទៀតបានយើងទៅមុខទៀត$1 អត់ផកឃើញកប់សេរីឃើញតែប៉ុណ្ណេះមកទៅហៅខ្លួនណាពីកំពង់នឹងបាត់ហើយឥឡូវ2កន្លះហើយចឹងចេញទៅតែជាម៉ោង3ជាងយើងទៅដល់ស្ទឹងត្រែងចឹងមិនវាក៏អត់សូវក្តៅដែរយើងទៅដល់យើងអាចជិះលេងនៅក្រុងហ្នឹងឯងទីទួចទៅចាំយើងចូលទៅរកកន្លែងគេអញ្ចឹងពួកយើងទាំងពីរនាក់ក៏បានដាក់ខេត្តស្ទឹងត្រែងទៅក្នុងបញ្ជីខេត្តដែលពួកយើងបានទៅដើរលេងមួយទៀតបន្ទាប់ពីដំណើរកម្សាន្តនេះដែលគោលដៅរបស់យើងចង់ជិះម៉ូតូទៅឲ្យបានគ្រប់ខេត្តក្នុងប្រទេសកម្ពុជាមុននឹងយើងហ៊ានដាក់គោលដៅជិះទៅក្រៅប្រទេសមកដល់ខេត្តស្ទឹងត្រែងភ្លាមយើងក៏ឃើញមានការរៀបចំកន្លែងកម្សាន្តជាច្រើនដើម្បីអបអរថ្ងៃចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃស្អែកដែលយើងទៅដល់នេះជិះមើលក្នុងក្រុងបានបន្តិចយើងក៏បន្តទៅកន្លែងគេងយើងតែម្ដងដោយសារអាកាសធាតុក៏នៅរៀងក្តៅដែរចង់ទី7អានយកបន្ទប់ខាងមុខជួយយកបានមើលវីដេអូមកទៅលើយកឡើងតែយើងឡើងមើលគេព្រោះយើងដេកហូតដល់ក្នុងបន្ទប់ហើយបានbalcony with
Riva View trong tìm bờ liệt em ok nè kiaនេះទេសភាពពីកន្លែងខ្ញុំគេងទៅហើយកន្លែងនេះនៅមុខនឹងមាត់ទន្លេហ្មងហើយខ្ញុំកក់បានជាន់ទី7ហើយទេសភាពស្អាតខ្លាំងមែនទែនយើងអាចមើលទន្លេមេគង្គយើងមើលឲ្យឃើញអញ្ចឹងណាមកកន្លែងនេះហើយស្អែកប្រហែលជាយើងទន្លេកោះខានពេលប៉ុន្តែក៏អញ្ចឹងថ្ងៃនេះយើងដើរលេងនៅក្រុងស្ទឹងត្រែងសិនទោះបីជាខេត្តស្ទឹងត្រែងមិនមានភាពល្បីល្បាញខ្លាំងផ្នែកទេសចរណ៍ប្រវត្តិសាស្ត្រប៉ុន្តែនៅជិតៗក្រុងស្ទឹងត្រែងនេះមានប្រាសាទបុរាណនិងវត្តបុរាណ 3-4 កន្លែងដែរដូចជាប្រាសាទភ្នំព្រះធាតុនេះមានទីតាំងនៅក្នុងក្រុងស្ទឹងត្រែងតែម្ដងប៉ុន្តែតួប្រាសាទនេះត្រូវបានបាក់បែកអស់ដោយបន្សល់ទុកនៅថ្មចម្លាក់ផ្ដែនិងថ្មឥដ្ឋខ្លះតែប៉ុណ្ណោះហើយក៏មានប្រាសាទមួយទៀតឈ្មោះថាប្រាសាទព្រះគោដែលស្ថិតនៅចម្ងាយប្រហែល10 គីឡូម៉ែត្រពីក្រុងស្ទឹងត្រែងនេះនិងស្ថិតនៅក្នុងវត្តថ្លាបរិវត្តដែលជាវត្តចំណាស់មួយផងដែរដែលយើងអត់បានទៅដល់ដោយសារតែទើបតែស្គាល់ពេលមកដល់ផ្ទះវិញប៉ុណ្ណោះប៉ុន្តែយើងក៏មិនភ្លេចដែរក្នុងការទៅជិះទៅលេងស្ពានសេកុងដែលជាស្ពានមួយដ៏ល្បីល្បាញស្ពានសេកុងនេះជាស្ពានឆ្លងកាត់ទន្លេសេកុងដើម្បីតភ្ជាប់ផ្លូវជាតិលេខ 7 ទៅកាន់ប្រទេសឡាវហើយអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឮបទចម្រៀងជាច្រើនដែលនិពន្ធរៀបរាប់ពីសម្រស់ទន្លេសេកុងនេះយើងគ្រប់គ្នាសុទ្ធតែដឹងហើយថារាជធានីភ្នំពេញមានទន្លេចតុមុខដែលយើងហៅសំដៅទៅកន្លែងដែលទន្លេទាំង3ជួបគ្នាប៉ុន្តែនៅខេត្តស្ទឹងត្រែងនេះវិញគឺជាចំណុចកណ្ដាលដូចគ្នាដែលមានទន្លេដល់ទៅ4ប្រមូលផ្ដុំនៅទីនេះដែលមានដូចជាទន្លេមេគង្គទន្លេសេកុងទន្លេសេសាននិងទន្លេស្រែពកល្ងាចបន្តិចយើងក៏ត្រឡប់ចូលមកក្នុងក្រុងស្ទឹងត្រែងវិញដើម្បីមករកអីញ៉ាំបន្តិចនិងជិះមើលការរៀបចំសោភ័ណភាពក្រុងដើម្បីត្រៀមថ្ងៃចូលឆ្នាំនៅថ្ងៃស្អែកនៅពេលយប់មកដល់ពន្លឺភ្លើងបានបញ្ចេញពន្លឺចែងចាំងធ្វើឲ្យក្រុងស្ទឹងត្រែងបង្កើនសម្រស់ថែមមួយកម្រិតទៀតដើម្បីត្រៀមអបអរបុណ្យចូលឆ្នាំថ្មីហើយគ្រាន់តែឃើញបែបនេះក៏ដឹងថាថ្ងៃស្អែកនេះស្ទឹងត្រែងដឹងតែសប្បាយមិនចាញ់ខេត្តដទៃនោះទេតាមពិតបើតាមគម្រោងដើមនៃដំណើរកម្សាន្តនេះពួកយើងប្រុងនឹងសម្រាកនៅខេត្តស្ទឹងត្រែង2យប់តែក៏បដូរចិត្តនៅតែមួយយប់វិញដោយសារយើងប្រញាប់ត្រឡប់ទៅភ្នំពេញវិញព្រឹកព្រលឹមថ្ងៃថ្មីក៏មកដល់ជាមួយនឹងថ្ងៃចូលឆ្នាំទី1ផងដែរយើងងើបលឿនជាងធម្មតាដោយសារព្រឹកនេះយើងនឹងត្រូវទៅលេងនៅកោះហានយើងចង់ទៅកោះហានតាំងពីម្សិលមិញបន្ទាប់ពីមកដល់ខេត្តស្ទឹងត្រែងភ្លាមប៉ុន្តែកន្លែងភាគច្រើនអត់មានទុកទំនេរដែលទុកភាគច្រើនត្រូវគេកក់ទុកអស់នៅពេលល្ងាចសហគមន៍អេកូទេសចរកោះហានមានចម្ងាយប្រហែល25 គីឡូម៉ែត្រពីក្រុងស្ទឹងត្រែងដែលយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ 7 ឆ្លងតាមស្ពានសេកុងទៅត្រង់នៅតាមដងទន្លេមេគង្គមុននឹងដល់កោះហាននេះក៏មានរីសតជាច្រើនកន្លែងផងដែរដែលបើសិនជាយើងគេងនៅទីនោះគេអាចនឹងមានសេវាកម្មជូនយើងដើរលេងនៅកោះហានផងដែរដោយសារតែការទៅលើកនេះយើងបានកក់ទុកកន្លែងមួយឈ្មោះថាកោះហានរីសតជិះបាន20 គីឡូម៉ែត្រយើងត្រូវបត់ចូលតាមផ្លូវគ្រួសមួយនេះហើយធ្វើដំណើរប្រហែលជាង3 គីឡូម៉ែត្រទៀតទើបទៅដល់ទន្លេមេគង្គដែលជាកន្លែងយើងចុះទុកសម្រាប់ការជិះទូកទៅលេងកោះហាននេះដែរគឺមានតម្លៃ 10,000 រៀលក្នុងមួយទូកហើយខាងគាត់ក៏មានរៀបចំសេវាកម្មបោះតង់នៅលើកោះផងដែរ
ហានជាសហគមន៍អេកូទេសចរមួយនៅខេត្តស្ទឹងត្រែងស្ថិតនៅតំបន់អភិរក្សមួយឈ្មោះរ៉ាមសាដែលមានប្រជុំកោះជាច្រើនហើយសម្រាប់ការជិះទូកមកទស្សនាកោះហាននេះគាត់នឹងនាំអ្នកទាំងអស់គ្នាទៅកាន់តំបន់ទេសចរនានានៅទីនេះជាពិសេសរដូវទឹកស្រកនេះយើងអាចទៅទស្សនាតំបន់ទេសភាពច្រើនមែនទែនដូចជាការទស្សនាសត្វស្លាបរាប់រយប្រភេទទស្សនាព្រៃលិចទឹកបៃតងខ្ចីជាមួយឫសឈើដ៏ទាក់ទាញនៅកណ្ដាលទន្លេមេគង្គជាពិសេសអ្វីដែលពេញនិយមជាងគេគឺការមកបោះតង់គេងនៅលើខ្សាច់សក្បុសធំល្វឹងល្វើយនៅលើកោះនានានៅតំបន់សហគមន៍នេះពេលជិះទូកមកដល់ទីនេះយើងសឹងតែមិនជឿនឹងភ្នែកជាមួយនឹងទេសភាពដើមឈើទាំងនេះដែលដុះនៅកណ្ដាលទន្លេមានឫសចាក់ស្រេះទៅក្រោមបត់បែនទៅតាមទិសដៅនៃចរន្តទឹកហូរនារដូវវស្សាថ្មីនេះដែរកន្លែងប្រវត្តិសាស្ត្រមួយក៏ត្រូវបានរកឃើញនៅច្រាំងទន្លេនៃកោះហាននេះដែរដែលជាឡដុតកំបោរអូខេឥឡូវយើងមកដល់កន្លែងដែលគេរកឃើញមានកន្លែងគេដុតកំបោរកន្លែងហ្នឹងវាកាលមុនអត់មានទេប៉ុន្តែដោយសារតែពេលបាក់ច្រាំងទន្លេទៅគេឃើញមានដូចកន្លែងដុតកំបោរអញ្ចឹងហើយនៅតាមច្រាំងបាក់ធ្លាក់មកហ្នឹងឃើញមានកំបោរមានឃើញសេរ៉ាមិចអីចឹងអានេះកន្លែងចាស់ដែលគេដុតកំបោរអត់ដឹងតាមឆ្នាំណាដែរប៉ុន្តែចាំមើលខ្ញុំ research មើលបន្ថែមនេះអបសរនោះប្រហែលជារកបោរហើយនេះហើយវាដុតហើយអាកបោនោះពេលវានៅរគឺមិនបសហើយតែមកវាទៅដុតទៅមិនចេញពណ៌សេរ៉ាមិចចេញជាសេរ៉ាមិចនេះមិនសេរ៉ាមិចនេះពេលវានៅរវិញចានេះពេលវារវាមកវាបសសចឹងមែនទៅពេលគេដុតហើយមកវាឡើងទៅជាអាឡូងចាប្រហែលអានោះមិនសេរ៉ាមិចដោយសារកន្លែងនេះគេទៅតែរកឃើញអញ្ចឹងយើងមិនទាន់មានឯកសារព័ត៌មានលម្អិតអំពីឡកំបោរនេះទេដូច្នេះហើយពួកយើងគ្រាន់តែសន្និដ្ឋានលេងៗអំពីអ្វីដែលយើងធ្លាប់ដឹងតែប៉ុណ្ណោះចំណុចបន្ទាប់ដែលយើងនឹងជិះទូកទៅដល់នោះគឺជាតំបន់ព្រៃលិចទឹកដែលមានដើមឈើរាប់ពាន់ដើមដុះនៅកណ្ដាលទន្លេបង្កើតបានជាទឹករាក់ៗនិងថ្លាឆ្វង់បូករួមជាមួយនឹងទេសភាពដ៏ស្រស់ស្អាតអូខេអ្នកនរគ្នាចឹងឥឡូវយើងមកដល់ spot មួយចឹងដែលមានទឹករាក់ហើយមានព្រៃលិចទឹកនេះ spot ឡើយនេះយើងអាចទៅជិះកាយ៉ាក់គេមានយើងអាចងូតទឹកលេងឲ្យបានដែរស្អាតមែនទែនអ្នកនរគ្នាព្រៃលិចទឹករាក់អីស្អាតណាស់តែមកហើយនេះអត់បានអត់មានបំឡងមកងូតទឹកអីចឹងយើងគ្រាន់តែដើរមកមើលទេសភាពដើមឈើទាំងនេះមិនត្រឹមតែផ្ដល់នូវទេសភាពស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែវាក៏បានផ្ដល់ជាជម្រកសត្វស្លាបជាច្រើនប្រភេទនិងជាជម្រកត្រីពងនៅរដូវទឹកស្រកនេះផងដែរបងនេះខែវស្សាវាលិចដល់ថ្ងៃណាពាក់កណ្ដាលជាងក្នុងទៅទៀមលើអូទៅទៀមហ្មងបាទចឹងកន្លែងខ្សាច់នេះលិចទាំងអស់បាទលិចទាំងអស់តែឃើញដើមឈើដុំកណ្ដាលទន្លេហ្នឹងអាហ្នឹងវាដុះពីដីហ្មងឬក៏កន្លែងនោះមានកូនខ្សាច់កោះទូចដុះដូចអញ្ចឹងដែរបងចង្ការខ្លះដុះប្រើនឹងថ្មក៏មានតែខាងទឹកវាមិនមែនដែរទន្លេហើយជា10ម៉ែត្រជាងថាឡើងជ្រៅដែរអញ្ចឹងកោះនោះវាខ្ពស់ដែរមិនវាដល់លើបងម្ចាស់ទុកគាត់ដើរទៅកំងមីឲ្យញ៉ាំតំបាយព្រឹកមិញសោះហ្នឹងបាយវាផាក់មានពោទៀតឈៀលស្លាប់
បើសិនជាអ្នកទាំងអស់គ្នាមកជាលក្ខណៈគ្រួសារហើយចង់ញ៉ាំម្ហូបអាហារនៅលើកោះនេះអ្នកទាំងអស់គ្នាក៏អាចសាកសួរព័ត៌មានពីខាងទូកបានដែរដែលគាត់នឹងតាក់ទងខាងសហគមន៍ឲ្យរៀបចំឲ្យដោយសារតំបន់នេះត្រូវបានទឹកលិចផុតបាត់នាខែទឹកឡើងកំឡុងខែប្រាំងនេះជាពេលវេលាស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់មកលេងតំបន់កោះហាននេះដោយបានរៀបរាប់ពីខាងដើមក្រៅពីផ្ដល់ជំរកដល់ត្រីព្រៃលិចទឹកទាំងនេះក៏បានផ្ដល់ជំរកដល់សត្វស្លាបរាប់ពាន់ក្បាលស្នាក់អាស្រ័យនិងបន្តពូជនៅទីនេះហើយបើតាមការប្រាប់របស់បងម្ចាស់ទូកបើយើងបានមកពេលល្ងាចនឹងបានឃើញសត្វច្រើនជាងនេះទៀតហោះហើរពេញផ្ទៃអាកាសត្រៀមចូលសម្បុកវិញរៀងសោកស្ដាយបន្តិចដែរដែលយើងបានចំណាយពេលបានតែបន្តិចដើរលេងនៅកោះហាននេះបើមានឱកាសលើកក្រោយយើងនឹងមកទីនេះម្ដងទៀតដើម្បីមកបោះតង់មួយយប់នៅទីនេះតែម្ដងជីឆ្វាលក្នុងក្រុងបន្តិចយើងក៏បានឃើញវត្តមួយដែលមានសំណង់បុរាណនៅកណ្ដាលក្នុងក្រុងស្ទឹងត្រែងតែម្ដងអូខេថ្ងៃនេះអ្នកគ្នាឥឡូវយើងកំពុងនៅក្នុងវត្តមួយនៅក្នុងក្រុងស្ទឹងត្រែងហ្នឹងហើយវត្តនេះមើលទៅដូចជាវត្តដែលមានសំណង់បុរាណមើលអាយុកាលទៅដូចជា200-300ឆ្នាំហើយអញ្ចឹងមានវិហារចាស់មួយដែលមានអាយុកាលចំណាស់ហើយនឹងមានកត់ក៏មានអាយុកាលចំណាស់ដែរវត្តស្រះកែវមនីវ៉ាន់នេះមានអាយុកាលយូរណាស់មកហើយដែលកាលដើមឡើយវត្តនេះមានព្រះវិហារមួយដែលមានលក្ខណៈប្លែកពីព្រះវិហារនានានៅក្នុងប្រទេសកម្ពុជាយើងប៉ុន្តែព្រះវិហារនោះបានបាក់បែកនិងជំនួសមកវិញដោយវិហារពីរជាន់នេះវិញក្រៅពីសំណង់បុរាណវត្តនេះក៏មានតម្កល់លិង្គមួយនៅជាប់ចេតិយពណ៌មាសនិងមួយទៀតនៅក្នុងចេតិយតែម្ដងដែលយើងអាចសន្និដ្ឋានបានថាអាចជាទីតាំងប្រាសាទចាស់ពីជំនាន់មុនចេតិយអ្នកស្លាប់អ្នកអីអត់មានទេទុកពីធ្វើតាំងស្ទឹងណាវិញចាអូយដឹងទេបងយឺកត់មកឃើញនេះបណ្ដោយចាក៏ពីក៏តាំងពីយូរហើយដែរតាអានេះចូលពាក្យគាត់ប៉ុន្មានទៅនោះយើងអត់ធ្វើអីទេយើងអត់បានចូលទេអត់នៅក្រោមនេះបានកូនប៉ុន្តែនៅលើចូលទៅសុំចៅអធិការធំនោះចាមិនត្រឹមមានតែធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេខេត្តស្ទឹងត្រែងនេះមានរឿងភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រទឹកដីខ្មែរយើងតាំងពីសម័យចេនឡាមកម្លេះតាមរយៈទឹកតាំងមួយចំនួនដែលមានវត្តមាននៅទីនេះហើយក៏ដល់ពេលដែលយើងចាកចេញពីខេត្តនេះដើម្បីបន្តដំណើរកម្សាន្តភូមិភាគឦសានរបស់យើងទៅខេត្តបន្តទៀតដែលជាខេត្តរតនគិរីខ្ញុំផុតស្គាល់មេឃ្លៀងអើយ In the middle of nowhere man ឡើងកន្លងវងហេតុនៅនេះអត់ខ្សោយខោ